នេះណាគឺជារូបសំណាកនៅឯវត្តភ្នំគ្នាយើងដែលបានទៅលេងវត្តភ្នំច្បាស់ជាឃើញរូបសំណាកទាំងនេះហើយតាមពិតទៅរូបសំណាកនេះគឺបារាំងជាអ្នកសាងសង់ក្នុងឋានៈពេលដែលទាមទារយកខេត្តបាត់ដំបងសៀមរាបស៊ីសុផុនមកឲ្យប្រទេសកម្ពុជាពីប្រទេសសៀមវិញសៀមតែងតែចង់បានខេត្តខ្លះនៃប្រទេសកម្ពុជាជាពិសេសខេត្តដែលនៅជាប់តាមព្រំដែនចង់បានហ្នឹងគឺរាប់រយឆ្នាំមកហើយដោយវីដេអូមុនណាខ្ញុំបាននិយាយហើយថាខេត្តទាំង36 37របស់ប្រទេសខ្មែរហ្នឹងរបស់អាណាចក្រខ្មែរហ្នឹងនៅក្នុងប្រទេសសៀមហ្នឹងដល់សប្តាហ៍ថ្ងៃប៉ុន្តែខេត្តសំណាងណាខេត្តមួយចំនួនហ្នឹងទាមទារមកវិញបានឧទាហរណ៍ដូចជាខេត្តព្រះវិហារបាត់ដំបងសៀមរាបនិងស៊ីសុផុនដែលខ្ញុំនឹងនិយាយនៅក្នុងវីដេអូនេះគឺខេត្តទាំង3នេះយោងទៅតាមប្រវត្តិសាស្ត្រគុំតែបានបារាំងមកដាក់អាណានិគមនៅក្នុងប្រទេសកម្ពុជាមានន័យថាជាអាណាព្យាបាលរបស់ប្រទេសកម្ពុជាទេទើបយើងអាចបានខេត្តទាំងនោះមកវិញមើលតាមផែនទីនេះពណ៌ស្វាយពណ៌ត្របែកព្រៃនឹងសិតតែជាប្រទេសកន្លែងដែលអាណានិគមបារាំងបានត្រួតត្រាហៅថាអភិបាលឥណ្ឌូចិនបើក្រឡេកមើលមកផែនទីប្រទេសកម្ពុជាវិញគឺថាអ្វីត្បិតតែបារាំងជាអាណាព្យាបាលរបស់ខ្មែរប៉ុន្តែមិនមែនមានន័យថាមានសិទ្ធិគ្រប់គ្រងគ្រប់ខេត្តទាំងអស់ទេជាពិសេសគឺខេត្តបាត់ដំបងសៀមរាបនិងស៊ីសុផុនដែលយើងហៅថាបន្ទាយមានជ័យនៅក្នុងពេលបច្ចុប្បន្នខេត្តទាំងនោះគឺគ្រប់គ្រងដោយក្រុមគ្រួសារចៅហ្វាប៉ែនឬក៏ហៅថាគ្រួសារអភ័យវង្សគាត់ត្រួតត្រាខេត្តបាត់ដំបងនឹងរយៈពេលរហូតដល់112ឆ្នាំមានន័យថាតាំងពីឆ្នាំ1795រហូតមកដល់ឆ្នាំ1907ដូចខ្ញុំបាននិយាយខ្លះហើយនៅក្នុងវីដេអូមុនលោកម្ចាស់មិនបានរស់នៅក្នុងផ្ទះរបស់គាត់នេះទេដោយសារសៀមហើយនិងបារាំងបានចុះសន្ធិសញ្ញានៅក្នុងឆ្នាំ1907នឹងហើយយកខេត្តទាំង3នឹងត្រឡប់មកវិញឯងហើយដូច្នេះហើយទើបមានរូបសំណាកនេះនៅឯវត្តភ្នំប្រសិនជាយើងដើរទៅខាងឆ្វេងនៃរូបសំណាកនេះយើងនឹងឃើញអក្សរមួយថា RF មានន័យថា Republic France ប្រែថាសាធារណរដ្ឋបារាំងហើយបន្ទាប់មកទៀតយើងនឹងឃើញពលថ្មើរជើងជាទាហានរបស់ជនជាតិបារាំងម្នាក់គាត់កំពុងតែកាន់ទង់ជាតិបារាំងដែលមានពណ៌ខៀវសហើយនិងក្រហមមានឃើញនេះគឺពណ៌ខៀវហើយបន្ទាប់មកពណ៌សហើយនិងពណ៌ក្រហមនៅខាងស្ដាំនៃរូបទាហាននឹងនៅពីលើទង់ជាតិនោះបន្តិចយើងឃើញរូបនាគពណ៌បៃតងហើយនៅខាងក្រោមមានផ្ទាំងថ្មរាងចតុកោណចំនួន3ត្រួតលើគ្នាលម្អដោយក្បាច់បុរាណខ្មែរនៅលើផ្ទាំងថ្មមានឆ្លាក់អក្សរបារាំងសរសេរថា Trade Franco Simoa du Gain March មាននៅសងសេតបាត់ដំបងសៀមរាបស៊ីសុផុនមានន័យថាសន្ធិសញ្ញាបារាំងសៀមចុះថ្ងៃទី15ខែមីនាឆ្នាំ1907ខេត្តបាត់ដំបងសៀមរាបស៊ីសុផុនដែលជាជ័យជំនះបារាំងយកខេត្តទាំងនោះវិញមកឲ្យប្រទេសកម្ពុជាហើយនៅខាងក្រោមនេះគឺជារូបរបស់រូបសំណាកជនជាតិបារាំងដែលជាកុងស៊ុលប្រចាំនៅខេត្តបាត់ដំបងតាំងពីឆ្នាំ1903មកម្លេះនៅខាងឆ្វេងនោះដែរមានរូបចម្លាក់ផ្សេងៗដូចជារូបចម្លាក់ក្បាលដំរីហើយដូចជារូបនាគក្បាល3ឃើញរូបនាគក្បាល3នៅចិត្តទាហានហ្នឹងមាននាគក្បាល3នៅឆ្វេងផងនៅស្ដាំផងហើយរូបនៅចំកណ្ដាលហ្នឹងគឺជារូបសំណាកជារាជបល្ល័ង្កលម្អដោយក្បាច់នាគក្បាល3ដែលមានឆ្វេងមានស្ដាំទាំងហើយរូបកណ្ដាលហ្នឹងគឺជារូបរបស់ព្រះបាទស៊ីសុវត្ថិទ្រង់ប្រថាប់ក្រោមព្រះឆ្វេតក្សត្រនិងទ្រង់គ្រឿងជាស្ដេចកំពុងគ្រងរាជ្យនៅក្នុងខណៈឆ្នាំនោះឯងទោះបីក្នុងគណៈពេលហ្នឹងប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងក៏ដោយក៏ប៉ុន្តែព្រះអង្គជាព្រះមហាក្សត្រមួយអង្គប្រកបដោយទស្សនវិជ្ជាធម៌ដ៏ខ្ពង់ខ្ពស់និងមានព្រះរាជហឫទ័យទុកដាក់ចំពោះព្រះរាជកិច្ចក្នុងការអភិវឌ្ឍប្រទេសជាតិទៅគ្រប់វិស័យជាពិសេសផ្នែកសិក្សាធិការព្រះអង្គបានកសាងវិទ្យាល័យព្រះស៊ីសុវត្ថិដែលយើងស្គាល់ទាំងអស់គ្នាហើយធ្វើតាមបណ្ដោយផ្លូវប៉ាសទ័រហើយនិងសាលារចនាដើម្បីជាឧត្តមប្រយោជន៍ក្នុងការផ្ដល់នូវជំនាញវិជ្ជាមិនត្រឹមតែប៉ុណ្ណោះក្នុងរជ្ជកាលរបស់ព្រះអង្គនៅក្នុងឆ្នាំ1907នឹងហើយក្រោមការជួយជ្រោមជ្រែងពីសំណាក់បារាំងទៅកម្ពុជាទទួលបានមកវិញនៅខេត្តទាំង3នោះនេះគឺជារូបសំណាកដើមសង់ដោយលោហិនស្មិតដោយជាងចំណានម្នាក់នៅទីក្រុងប៉ារីសប្រទេសបារាំងគាត់មកដឹកយកមកដំឡើងនៅក្នុងពេញសម្ពោធនៅក្នុងឆ្នាំ1909ហើយចំពោះរូបសំណាកសប្តាហ៍ថ្ងៃនេះគឺសាងសង់ថ្មីនៅក្នុងឆ្នាំ1998ធ្វើអំពីស៊ីម៉ង់ចំពោះរូបសំណាកដើមនេះគឺរក្សាទុកនៅឯសារមន្ទីរជាតិឯណោះឥឡូវយើងងាកមើលខាងស្ដាំដៃនៃរូបសំណាកឃើញរូបនារី3នាក់មានសម្លៀកបំពាក់ខុសៗគ្នានិងមានចាំពីម្នាក់មួយរូបនារីទី1សម្លៀកបំពាក់របៀបរូបចម្លាក់អប្សរានៅឯប្រាសាទអង្គរវត្តហើយនៅក្នុងដៃក៏មានតម្កល់រូបសំណាកមួយប្រហែលជារូបប្រាសាទព្រះវិហារចំណែករូបទី2វិញមានកាន់ពៀនតម្កល់ថងត្រាពណ៌បៃតងនិងត្រាពណ៌លឿងចំណែកនារីទី3កាន់ពៀនតម្កល់ខ្លងគឺមានន័យថាបំពង់មានក្របខ្លីជាងខ្លះធ្វើដោយក្រឡឹងដោយសិតខ្លងស្ពាន់ខ្លងភ្លុកពណ៌បៃតងសម្រាប់ដាក់ឯកសារជាលេខលក្ខណ៍អក្សរបើតាមរូបហ្នឹងមើលទៅនារីទាំង3នាក់អាចធ្វើកាយវិការនាំដង្វាយទៅថ្វាយព្រះមហាក្សត្រខ្មែរគឺព្រះបាទស៊ីសុវត្ថិបើតាមអ្នកជំនាញខាងបុរាណវិទ្យាបានសន្និដ្ឋានថារូបនារីទី1ជាតំណាងឲ្យខេត្តសៀមរាបរីឯនារីទាំង2តំណាងឲ្យខេត្តបាត់ដំបងនារីទី3តំណាងឲ្យស៊ីសុផុនបន្ទាប់ពីដណ្ដើមយកខេត្តទាំង3នោះបានមកវិញមិនត្រឹមតែសាងសង់រូបសំណាកនេះនៅឯវត្តភ្នំទេគឺបារាំងបានធ្វើការសម្ពោធមានអ្នកមុខអ្នកការមកពីប្រទេសបារាំងច្រើនសូម្បីតែចៅហ្វាយខេត្តទីក្រុងម៉ាក់សីដែលទីក្រុងធំទី2ប្រចាំប្រទេសបារាំងក៏មកសម្ពោធនៅឯវត្តភ្នំកាលពីសម័យនោះដែរដូចយើងទាំងអស់គ្នាបានឃើញនៅក្នុងរូបថតដ៏ចាស់មួយនេះអញ្ចឹងគឺរូបថតនៅឯវត្តភ្នំហើយសិតតែអ្នកមុខអ្នកការនៃជនជាតិបារាំងឥឡូវខ្ញុំសូមបញ្ចប់វីដេអូតែត្រឹមនេះសិនហើយសូមបញ្ជាក់ថាខ្ញុំមិនមែនមានជំនាញខាងប្រវត្តិសាស្ត្រឬក៏ជាអ្នកចេះដឹងអ្វីទេខ្ញុំដឹងនឹងមកពីការអានការស្រាវជ្រាវយល់ដឹងផ្សេងៗហើយខ្ញុំចង់ធ្វើវីដេអូនឹងដើម្បីទុកខ្ញុំចងចាំផងហើយចែករំលែកឲ្យខ្មែរដែលចាប់អារម្មណ៍រឿងប្រវត្តិសាស្ត្រពីព្រោះថាឃើញសៀមចង់បានទឹកដីយើងប៉ុន្តែយើងជាខ្មែរមិនសូវដឹងប្រវត្តិសាស្ត្រខ្លួនឯងបើបាននៅវីដេអូនេះដល់ចប់ហើយពេលទៅលេងវត្តភ្នំលើក្រោយកុំភ្លេចទៅមើលផ្ទាំងគំនូរទាំងនោះផងចំពោះឯកសារយោគឺតាមសៀវភៅបាត់ដំបងសម័យលោកម្ចាស់និងគេហទំព័រ Wikipedia ហើយនិងគេហទំព័រមរតកកម្ពុជា